ជំរាបសួរបងប្អូនប្រិយមិត្ត Goal ខ្មែរទាំងអស់គ្នារាត្រីថ្ងៃសុក្រឈានចូលព្រឹកស្អែកវេលាម៉ោង 2 រំលងអធ្រាត្រនេះកីឡាដ្ឋាន Benito Villamarin នឹងត្រូវកក្រើកខ្លាំងមែនទែនសម្រាប់ការប្រកួតសប្តាហ៍ទី 32 នៃក្របខ័ណ្ឌ La Liga ម្ចាស់ផ្ទះ Real Betis ត្រូវបើកទ្វារទទួលស្វាគមន៍ក្រុមអធិរាជស Real Madrid តើ Betis អាចបន្តភាពខ្លាំងក្នុងដីឬ Real Madrid នឹងមកបំបែកបណ្ដាសាមិនដៃឈ្នះនៅទីនេះតោះទៅតាមដានជាមួយ Adminនិយាយពី Real Betis របស់លោក Manuel Pellegrini បងប្អូនអើយពួកគេទើបតែរកឃើញដង្ហើមវិញទេក្រោយបំបាក់ Girona 3-2 កាលពីពេលថ្មីៗនេះទោះបីជាធ្លាក់ចេញពី Europa League មែនប៉ុន្តែស្មារតីក្រុមក្នុងលីកកំពុងហក់ឡើងវិញដំណឹងល្អបំផុតយប់នេះគឺការវិលត្រឡប់របស់ Isco ដើម្បីមកតតាំងនឹងក្រុមចាស់រួមជាមួយខ្សែប្រយុទ្ធ Anthony និង Cucho Hernandez ដែលធ្វើឲ្យតំបន់ប្រយុទ្ធរបស់ពួកគេកាន់តែមុតស្រួចប៉ុន្តែចំណុចខ្សោយរបស់ Betis គឺតំបន់ការពារដែលហាក់ដូចជាចំហខ្លាំងពេកពេលប៉ះក្រុមធំៗងាកមកមើលក្រុមភ្ញៀវ Real Madrid វិញម្ដងបើទោះជាមកក្នុងនាមជាក្រុមមានព្រីកមែនប៉ុន្តែទម្រង់លេងនាពេលថ្មីៗនេះហាក់ដូចជាលេងបែបសន្សំកម្លាំងបន្តិចជ័យជំនះលើ Alaves 2-1 កន្លងទៅមិនទាន់បង្ហាញពីភាពខ្លាំងមហិមារបស់ពួកគេនៅឡើយទេអ្វីដែលជាសម្ពាធធំបំផុតសម្រាប់ក្រុមលោក Alvaro Arbeloa យប់នេះគឺប្រវត្តិសាស្ត្រនៅ Benito Villamarin នេះឯងតាំងពីឆ្នាំ2021មក Real Madrid មិនទាន់ស្គាល់ជាតិឈ្នះក្នុងដីរបស់ Betis ឡើយស្មើ2និងចាញ់1ដែលធ្វើឲ្យដំណើរកំសាន្តយប់នេះមិនមែនជារឿងងាយស្រួលឡើយការទស្សនាទិមកដល់ចំណុចសម្រេច Betis លេងក្នុងផ្ទះមានភាពជឿជាក់និងមានអាវុធប្រយុទ្ធពេញដៃចំណែក Madrid ក៏មានគុណភាពកីឡាករលំដាប់ពិភពលោកដែលអាចកាត់សេចក្តីបានគ្រប់ពេលទម្រួយយប់នេះយកក្រុមទាំងពីររកគ្រាប់បាល់បានឬលេង under 3.5លទ្ធផលទស្សន៍ទាយ Real Betis 1 Real Madrid 2កុំភ្លេចចុច like និង share ដើម្បីគាំទ្រ Goal ខ្មែរផងណាជូនពរបងប្អូនហេងៗទាំងអស់គ្នា